សម្រាប់ឡានព្រុសនៅពេលដែលបងដាក់ដេរគឺទ្វារនឹង unlock auto ហើយនៅពេលដែលបងចុចពេលវិញគឺទ្វារនឹង unlock auto ទាំង4ទ្វារតែម្ដងអញ្ចឹងដើម្បីដោះស្រាយវិធីកុំឲ្យវា unlock auto គឺងាយមែនតើសម្រាប់ព្រុសចាប់ពីឆ្នាំ012ទៅបងបាទដែលជាដំបូងគឺបងចុចលើពាក្យថា setup ហើយយកពាក្យថា vehicle នេះបងឃើញទេបាទហើយយកពាក្យថា unlock auto by shift to P អញ្ចឹងចុចកន្លែងហ្នឹងមកហើយបងយកពាក្យថា off បាទអញ្ចឹងបន្ទាប់ពីហ្នឹងបងចុច save ហ្នឹងធ្វើនឹងវានឹងធ្វើការ save ឲ្យបងបាទអញ្ចឹង save ហើយនេះបាទគឺទ្វារឥឡូវគឺ auto គឺ unlock ទាំងអស់បងណាបាទ unlock ទាំងអស់អញ្ចឹងខ្ញុំសាកដាក់ដេរបាទដាក់ដេរទៅគឺវា lock អញ្ចឹងខ្ញុំសាកចុចពេលវិញបាទខ្ញុំចុចពេលហើយគឺវាអត់ unlock ទេបាទអញ្ចឹងវិធីដែលយើងកំណត់គឺងាយមែនតើអញ្ចឹងបងចង់បានវីដេអូថ្មីផ្សេងទៀតបងអាចខមមិនខាងក្រោមវីដេអូបានទាក់ទងនឹងរថយន្តព្រុសណាបាទអរគុណច្រើន